ប្រវត្តិជូរចត់ដែលយោធាថៃដឹកប្រជាជនខ្មែរភាគសឹក 30000 នាក់មកទម្លាក់ចោលនៅតំបន់ម៉ាឡៃក្នុងឆ្នាំ 1994 ក្រោយពីសោកនាដកម្មនៅភ្នំខ្មោចថៃក៏នៅតែបន្តធ្វើទុកបុកម្នេញលើប្រជាជនខ្មែរយើងដែលរងគ្រោះនិងភៀសខ្លួនពីសង្គ្រាមជារឿយៗបើទោះបីមកដល់ក្រោយការបោះឆ្នោតនៅឆ្នាំ 1993 ក៏ដោយក្នុងនោះយ៉ាងហោចណាស់មានប្រជាជនខ្មែរ 30000 នាក់ត្រូវបានយោធាថៃចាប់បញ្ជូនមកទម្លាក់នៅតំបន់ម៉ាឡៃនៃខេត្តបន្ទាយមានជ័យបន្ទាប់ពីពួកគាត់បានរត់គេចខ្លួនពីជម្លោះរវាងរដ្ឋាភិបាលនិងក្រុមឧទាមខ្មែរក្រហមកាលនោះពួកខ្មែរក្រហមបើទោះបីជាស្លាប់ផ្នែកនយោបាយក៏ដោយប៉ុន្តែក្រុមនេះនៅតែមានកម្លាំងទ័ពច្រើននិងមានអាវុធទំនើបនៅឡើយដែរតំបន់ដែលពួកនេះគ្រប់គ្រងអាចនិយាយបានថាជាតំបន់ដែលអាចទាញផលប្រយោជន៍ខាងសេដ្ឋកិច្ចដើម្បីផ្គត់ផ្គង់ដល់ការបន្តសកម្មភាពយូរតទៅមុខទៀតម្យ៉ាងវិញទៀតភាគីនិងប្រជាជននៅក្នុងតំបន់នេះបានធ្វើអាជីវកម្មលើធនធានព្រៃឈើនិងត្បូងមានតម្លៃដើម្បីផ្គត់ផ្គង់ជីវភាពទ័ពនៅតំបន់របស់ពួកគេពួកខ្មែរក្រហមបានបន្តអនុញ្ញាតឲ្យក្រុមហ៊ុនថៃធ្វើអាជីវកម្មព្រៃឈើនិងត្បូងមានតម្លៃនៅក្នុងតំបន់ដែលពួកគេកាន់កាប់រីឯប្រទេសថៃបើទោះបីជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស 23 តុលា 1992 ដែលកំណត់ឲ្យប្រទេសនេះឈប់តាក់ទងរកស៊ីជាមួយខ្មែរក្រហមក៏ដោយក៏ពួកគេនៅតែបន្តបំពានកិច្ចព្រមព្រៀងនេះតទៅទៀតដែរនៅក្នុងដំណាក់កាលនោះដែរយើងឃើញថានៅពេលណាដែលកងកម្លាំងរាជរដ្ឋាភិបាលកម្ពុជាបានវាយប្រហារទៅលើពួកឧទាមខ្មែរក្រហមពួកនេះបានភៀសខ្លួនចូលទៅក្នុងទឹកដីថៃទូយ៉ាងដូចជានៅថ្ងៃទី 4 ខែមករា 1994 យោធារាជរដ្ឋាភិបាលកម្ពុជាបានវាយប្រហារទៅលើតំបន់អន្លង់វែងហើយក្រោយមកទាហានរដ្ឋាភិបាលបានកាន់កាប់ទីនោះនៅថ្ងៃទី 5 ខែមករា 1994ក៏ប៉ុន្តែនៅថ្ងៃទី 19 ខែកុម្ភៈឆ្នាំដដែលពួកខ្មែរក្រហមបានបាញ់ប្លង់ដាក់ទីតាំងអន្លង់វែងហើយទីតាំងនេះត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហមសារជាថ្មីម្ដងទៀតនៅពេលនោះមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានរិះគន់ទៅលើប្រទេសថៃថាបានអនុញ្ញាតឲ្យពួកខ្មែរក្រហមប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីវាយបកមកលើទាហានរាជរដ្ឋាភិបាលកម្ពុជានៅតំបន់អន្លង់វែងនិងតំបន់ប៉ៃលិនហើយទាហានថៃបាននាំផ្លូវទាហានខ្មែរក្រហមពីប៉ៃលិនទៅអន្លង់វែងដោយឆ្លងកាត់ទឹកដីរបស់ខ្លួនក្រោយការវាយយកបានតំបន់ប៉ៃលិនបានធ្វើឲ្យមនុស្សប្រមាណ 25,000 នាក់ទៅ 30,000 នាក់បានរត់គេចពីទឹកដីកម្ពុជាទៅកាន់ភូមិមួយនៃខេត្តចន្ទបុរីប្រទេសថៃអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍នោះគឺថាជនភៀសខ្លួនកម្ពុជាទាំងនោះត្រូវបានបញ្ជូនមកកម្ពុជាយ៉ាងឆាប់រហ័សទូយ៉ាងអាជ្ញាធរនិងយោធាថៃបានដឹកជញ្ជូនប្រជាជនខ្មែរភៀសខ្លួនដែលគេចចេញពីតំបន់ប៉ៃលិននោះឲ្យចូលមកទឹកដីកម្ពុជាវិញក្នុងតំបន់ម៉ាឡៃនៃខេត្តបន្ទាយមានជ័យដែលត្រូវបានគ្រប់គ្រងដោយពួកខ្មែរក្រហមប្រជាជនខ្មែរភៀសខ្លួនទាំងនោះត្រូវបានដឹកតាមរថយន្តកុងវ៉ាចំនួន40គ្រឿងដោយមិនអនុញ្ញាតឲ្យអង្គការអន្តរជាតិនានាដោះស្រាយចំពោះបញ្ហានេះនោះឡើយដោយសំអាងថានយោបាយថ្មីរបស់ប្រទេសថៃមិនអនុញ្ញាតឲ្យមានជំរំជនភៀសខ្លួនលើទឹកដីរបស់ពួកគេឡើយនៅថ្ងៃទី 27 ខែមីនាឆ្នាំ 1994 លោកឈុនលីផៃនាយករដ្ឋមន្ត្រីថៃបាននិយាយថាថៃមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ជូនប្រជាជនខ្មែរភៀសខ្លួនទាំងនោះឲ្យត្រឡប់មកទឹកដីកម្ពុជាវិញលោកបានបន្ថែមថាប្រជាជនទាំងនោះមិនមែនជាជនភៀសខ្លួនអចិន្ត្រៃយ៍នោះទេប៉ុន្តែប្រសិនបើជាជនភៀសខ្លួនយូរអង្វែងមែនថៃនឹងធ្វើការជាមួយអង្គការ UNHCR លោកបាននិយាយហាក់មានកំហឹងដោយមានការចោទប្រកាន់កម្ពុជាថាថៃបានជាប់ពាក់ព័ន្ធនិងគាំទ្រជាថ្មីដល់ពួកឧទាមខ្មែរក្រហមចំណែករដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងថាអង្គការអន្តរជាតិនានាគួរតែធ្វើសកម្មភាពជួយប្រជាជនទាំងនោះនៅលើទឹកដីកម្ពុជាផ្ទាល់ទៅទង្វើរបស់ថៃលើបញ្ហាជនភៀសខ្លួននេះត្រូវបានរដ្ឋាភិបាលកម្ពុជាមើលឃើញថាវាជាការរំលោភលើសិទ្ធិមនុស្សយ៉ាងពិតប្រាកដនិងថាជាចេតនានៅក្នុងការបន្តជួយដល់ពួកខ្មែរក្រហមផងរាល់ការចោទប្រកាន់ទាំងនេះត្រូវបានរដ្ឋាភិបាលថៃបដិសេធចោលទាំងអស់នាថ្ងៃទី 20 ខែមេសាឆ្នាំ 1994 ដោយលោកឧត្តមសេនីយ៍មូលវង្សវណ្ណិចរដ្ឋមន្ត្រីការពារជាតិប្រទេសថៃ
បានបញ្ចេញការគំរាមកំហែងប្រកបដោយភាពក្រើវក្រោធចំពោះមេដឹកនាំកម្ពុជាថាប្រទេសថៃពិតជាមិនអាចរក្សាទំនាក់ទំនងដ៏ល្អជាមួយកម្ពុជាបានទេចំពោះការចោទប្រកាន់របស់ក្រុងភ្នំពេញលោកបន្តទៀតថារវាងទឹកចិត្តមនុស្សមិត្តភាពពិតប្រាកដគឺសំខាន់ណាស់បើគ្មានប្រទេសថៃជាមិត្តពិតប្រាកដទេកម្ពុជាប្រកាសជាមានបញ្ហាហើយអតីតកាលថ្មីកម្ពុជាហាក់ដូចជាមនុស្សម្នាក់គ្មានខោអាវគ្មានម្ហូបអាហារនិងគ្មានជម្រកហើយថាប្រទេសថៃបានបង្ហាញនៅការជួយតាមទម្រង់ផ្សេងៗដល់កម្ពុជាចំណែកឯលោកអភិសិទ្ធវិជ្ជាជីវ៉ាអ្នកនាំពាក្យរដ្ឋាភិបាលថៃបានលើកឡើងដែរថាមិនមានការគាំទ្រពួកខ្មែរក្រហមពីសំណាក់ថៃដោយការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងភ្នំពេញនោះទេលោកបន្តទៀតថារដ្ឋាភិបាលថៃមានការព្រួយបារម្ភជាខ្លាំងចំពោះរបៀបចោទប្រកាន់គ្មានភស្តុតាងនេះបើទោះបីជាយើងព្រមព្រៀងគ្នាថានឹងដោះស្រាយបញ្ហានេះឆ្លងកាត់តាមរយៈការទូតដោយមិនឆ្លងកាត់តាមរយៈប្រព័ន្ធសារព័ត៌មានក៏ដោយលោកជេថាដែលជាឧត្តមសេនីយ៍មេបញ្ជាការតំបន់របស់ថៃកាលនោះបាននិយាយថាកងទ័ពថៃមានផែនការដោះស្រាយបញ្ហាក៏ប៉ុន្តែក៏បានព្រមានថាថៃនឹងឆ្លើយតបចំពោះកម្ពុជាដោយយោធាប្រសិនជាមានភាពចាំបាច់បាទប្រិយមិត្តនេះគឺជាប្រវត្តិប៉ះទង្គិចគ្នារវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃដោយសារតែពាណិជ្ជករក៏ដូចជាពួកយោធាថៃដែលនៅតាមបណ្ដោយព្រំដែនជាមួយកម្ពុជានោះបានរកស៊ីទាក់ទងជាមួយខ្មែរក្រហមដែលជាក្រុមឧទាមខុសច្បាប់កាលនោះធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរកាំរកូសហើយប្រិយមិត្តក៏ប្រហែលជាមិនទាន់ភ្លេចទេនៅសោកនាដកម្មនៅភ្នំខ្មោចដែលពួកយោធាថៃវាបានធ្វើទុកបុកម្នេញវាបានសម្លាប់ប្រជាជនខ្មែរយើងអស់រាប់ម៉ឺននាក់នៅទីនោះ